ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់សំណួរដែលពេញនិយមជាងគេមានសំណួរមួយដែលមនុស្សជាច្រើនបានឆ្ងល់ហើយខ្ញុំជឿថាបងប្អូនក៏ឆ្ងល់ដូចគ្នាសំណួរនោះគឺថាតើហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សមួយចំនួនកើតមកស្ថិតក្នុងភាពក្រីក្រហើយមនុស្សមួយចំនួនទៀតហាក់បីដូចជាមានយ៉ាងស្តុកស្ដម្ភធម្មតាការបែងចែកទ្រព្យសម្បត្តិដែលមិនស្មើភាពតែងតែមើលទៅដូចជាលំអៀងតែទោះជាយ៉ាងណាក៏ដោយព្រះជាម្ចាស់អនុញ្ញាតឲ្យស្ថានភាពផ្សេងៗកើតឡើងជាផ្នែកមួយនៃផែនការដ៏ល្អដែលព្រះបានគ្រោងទុកដែលវាហួសពីការស្វែងយល់របស់មនុស្សទី1យើងត្រូវតែទទួលស្គាល់ថាការដែលកើតមកក្នុងភាពក្រីក្រមិនមែនជាទណ្ឌកម្មរបស់ព្រះជាម្ចាស់ឡើយហើយការកើតមកក្នុងភាពមានបានក៏មិនមែនជាសញ្ញាដែលបញ្ជាក់ថាមកពីព្រះជាម្ចាស់គាប់ចិត្តដែរព្រះបានបង្កើតមនុស្សមកដោយផ្ដល់ឲ្យនូវឆន្ទៈសេរីហើយការមិនស្មើភាពនៅក្នុងពិភពលោកនេះភាគច្រើនកើតចេញពីការសម្រេចចិត្តរបស់មនុស្សទាំងការសម្រេចចិត្តផ្ទាល់ខ្លួននិងការសម្រេចចិត្តរួមព្រះគម្ពីរបានធ្វើការប្រមានម្ដងហើយម្ដងទៀតទាក់ទងទៅនឹងសេចក្តីលោភលន់ការជិះជាន់និងភាពអយុត្តិធម៌ដែលជាដើមហេតុចម្បងនៃភាពក្រីក្រខណៈដែលការមិនស្មើភាពកើតមានដោយសារតែការបាក់បែកនៃពិភពលោកព្រះជាម្ចាស់បានត្រាស់ហៅបុគ្គលម្នាក់ៗនិងសង្គមជាតិឲ្យធ្វើការឆ្ពោះទៅរកភាពយុត្តិធម៌និងយកចិត្តទុកដាក់ទៅលើអ្នកដែលខ្វះខាតទី2អ្នកដែលកើតមកក្នុងភាពមានបានគឺត្រូវបានត្រាស់ហៅឲ្យមើលថែចាត់ចែងទ្រព្យសម្បត្តិឬក៏ប្រពររបស់គេឲ្យបានល្អប្រសើររួចប្រើប្រាស់ធនធានទាំងនោះដើម្បីជួយទៅកាន់អ្នកដទៃវិញទន្ទឹមនឹងនោះអ្នកដែលកើតមកក្នុងជីវភាពក្រីក្រត្រូវបានជំរុញឲ្យទុកចិត្តព្រះដោយដឹងថាព្រះអង្គមិនមែនវាស់វែងតម្លៃមនុស្សដោយពឹងផ្អែកទៅលើទ្រព្យសម្បត្តិនោះឡើយទាំងទ្រព្យសម្បត្តិនិងភាពលំបាកវេទនាមានហេតុផលរបស់វាភាពចម្រុងចម្រើនផ្ដល់នូវឱកាសដើម្បីសម្ដែងសេចក្តីសប្បុរសខណៈដែលសេចក្តីលំបាកបណ្ដុះនូវគុណតម្លៃដូចជាជំនឿការតស៊ូនិងសេចក្តីមេត្តាគ្រិស្តសាសនាបានបង្រៀនថាការឈឺចាប់មិនមែនគ្មានអត្ថន័យឡើយប៉ុន្តែវានាំឲ្យមានរឿងល្អកើតឡើងភាពលំបាកវេទនាជានិច្ចកាលដកខាត់មនុស្សឲ្យរឹងមាំជាងមុនឆ្លាតជាងមុននិងមានជំនឿជាងមុនអ្នកដឹកនាំដ៏អស្ចារ្យជាច្រើនរូបត្រូវបានកើតមកក្នុងស្ថានភាពលំបាកប៉ុន្តែនាំមកជាមួយនូវចរិតលក្ខណៈនិងការអត់ធ្មត់យ៉ាងជ្រាលជ្រៅជាក់ស្ដែងដូចជាលោក Booker T. Washington ត្រូវបានកើតមកក្នុងភាពជាទាសករប៉ុន្តែបានក្លាយជាអ្នកដឹកនាំនិងអ្នកអប់រំដ៏អស្ចារ្យមួយរូបដែលបង្ហាញពីជំនឿការខិតខំប្រឹងប្រែងនិងការស៊ូទ្រាំសូម្បីតែព្រះយេស៊ូវគ្រីស្ទដែលជាបុត្រានៃព្រះមិនបានប្រសូតមកជាអ្នកមានស្ដុកស្ដំឡើយតែក្នុងភាពក្រីក្រដែលសបញ្ជាក់ថាភាពជោគជ័យពិតប្រាកដគឺវាស់វែងដោយភាពស្មោះត្រង់និងគោលបំណងមិនមែនទ្រព្យសម្បត្តិឡើយគ្រិស្តសាសនាក៏មិនមែនបដិសេធទៅលើភាពលំអៀងឬការមិនស្មើភាពគ្នាឡើយប៉ុន្តែបានបង្រៀនថាភាពពេញលេញនៃជីវិតគឺត្រូវបានរកឃើញនៅក្នុងព្រះជាម្ចាស់មិនមែននៅលើទ្រព្យសម្បត្តិលោកីឡើយជំនួសដោយការមើលទៅលើភាពលំអៀងហើយចាត់ទុកថាជាភ័ស្តុតាងប្រឆាំងនឹងព្រះគ្រឹះបរិស័ទមើលឃើញវាថាជាឱកាសដើម្បីឆ្លើយតបដោយជំនឿសេចក្តីស្រឡាញ់និងការខិតខំប្រឹងប្រែងដោយឆ្លុះបញ្ចាំងអំពីភាពយុត្តិធម៌និងសេចក្តីមេត្តាករុណារបស់ព្រះនៅក្នុងពិភពលោកដែលបាក់បែក